បាទសូមគោរពជំរាបសួរប្រិយមិត្តអ្នកកញ្ញាដែលកំពុងទស្សនាគ្រប់ការផ្សាយរបស់អង្គភាពសារព័ត៌មានរបស់ខាងយកខ្ញុំបាទថ្ងៃនេះខ្ញុំបាទជាមួយនឹងលោកចាំងវាងបាទសារព័ត៌មាន MSK ក៏ដូចជាភាពធ្វើការរបស់ខ្ញុំហាក់ដែរបាទសូមចុះបាទផ្ដល់យុទ្ធភាពនៅបង្ហាញនៅទីតាំងនៃបងប្រុសម្នាក់ដែលគាត់មានទូនាទីដែលជាបញ្ជាការពីភូមិហើយនៅក្នុងស្ថានភាពមួយដែលខ្ញុំចង់បង្ហាញបងប្អូនបាទនេះគឺជាស្ថានភាពនៃជីវភាពពិតរបស់បងប្រុសដែលជាបញ្ជាការពីភូមិម្នាក់ដែលគាត់បានរស់នៅក្នុងភូមិបាទអំពើស្អាងបាទឃុំឌីបូស្រុកដំកក់ខេត្តតាកែវដែលគាត់កំពុងតែមានបញ្ហានៅស្ថានភាពបាទជីវភាពយ៉ាងខ្លាំងបាទបងប្អូនមកចុះសំបីតែស្ថានភាពបាទការរស់នៅរបស់គាត់គឺពោពេញដោយមានការខ្វះខាតយ៉ាងច្រើនបាទមើលដំបូលបាទភ្លៀងលិចជញ្ជាំងក៏អត់មានដែរសំបីតែជញ្ជាំងពីក្រោយក៏ត្រូវតែយកដំបងមកដើម្បីធ្វើជាជញ្ជាំងដើម្បីធ្វើការបាទរស់នៅជាប្រចាំថ្ងៃដើម្បីធ្វើការបាទបាំងសាច់នៅក្នុងស្ថានភាពដ៏លំបាកនេះបាទអញ្ចឹងខ្ញុំបាទជាអ្នកសារព័ត៌មានជាមួយនឹងលោកចាំងវាក់ MSK សូមទៅទូចបាទស្នើសុំទៅដល់ថ្នាក់ដឹកនាំដូចជាសម្ដេចទ្រង់អាដាមលោកជំទាវបាទជាពិសេសបាទគឺថ្នាក់ដឹកនាំនៅក្នុងខេត្តតាកែវយើងតែម្ដងបាទសូមមេត្តាបាទសូមមេត្តាជួយបាទរកកង្វល់ខ្វះខាតរបស់បងប្រុសដែលជាបញ្ជាការពីភូមិបាទទីតាំងរបស់គាត់ផងដែរគឺស្ថិតនៅក្នុងភូមិអំពើស្អាងបាទឃុំនីបូស្រុកកក់ខេត្តតាកែវនៅខាងក្រោយវត្តតែម្ដងបងប្អូនបាទគឺអត់ពិបាករកទេបើសិនជាបាទលោកជំទាវអាដាមនាងកញ្ញាឬក៏ជាអ្នកដែលមានបាទចិត្តសប្បុរសធម៌មេត្តាបាទដែលមានបាទបំណងបាទចង់ជួយមកកាន់បងប្រុសដែលគាត់កំពុងតែមានភាពក្រលំបាកនៅក្នុងវត្តអំពើស្អាងនៅចំបាទពីក្រោយផ្លូវវត្តបងប្អូនណាបាទទីតាំងបងប្អូនអាចទៅអ្នកតំណងតាមលេខទូរស័ព្ទដែលនៅក្នុងcaption របស់ខ្ញុំក៏បានឬក៏លេខទូរស័ព្ទតាមអង្គភាពសារព័ត៌មាន MSK ក៏បានឬក៏បងប្អូនបាទចង់ចុះមកដល់ចំណុចទីតាំងនៅក្នុងវត្តអំពើស្អាងដែលជាចំណុចទីតាំងរបស់បងប្រុសតែម្ដងហើយក៏ជាចំណុចដែលបងប្អូនសប្បុរសធម៌ដែលគាត់ចង់ធ្វើបាទមកដល់កន្លែងតែម្ដងបាទជាចុងក្រោយខ្ញុំបាទផនវិញជាអ្នកយន្តការផ្សាយជាមួយនឹងលោកចាំងវាង MSK TV Online រួមជាមួយនឹងភាពទុកខ្លួនរបស់ខ្ញុំបាទសូមថ្លែងអំណរគុណទៅដល់អ្នកជំទាវបាទញ៉ាដែលមានអំណរចង់ជួយបាទសូមជូនពរគ្រប់គ្នាបាទឲ្យមានបាទសុខភាពល្អរកស៊ីមានបានបាទសូមអរគុណសូមជម្រាបលា